ព្រះអង្គនៅពេលនេះដែលយើងខ្ញុំរកគ្នាចូលទៅចំពោះព្រះអង្គព្រះអង្គឲ្យយើងខ្ញុំដឹងថាព្រះបន្ទូលរបស់ផងព្រះអង្គមានអំណាចបជាស្ដាព្រះអង្គឲ្យសូមបានបើកដួងចិត្តគំនិតយើងខ្ញុំរកគ្នាឲ្យបើកទទួលព្រះអង្គឲ្យត្រង់បានជាងមកគង់ក្នុងចំណោមយើងខ្ញុំរកគ្នាឲ្យយើងខ្ញុំរកគ្នាបានយល់នៅអ្វីដែលព្រះអង្គចង់មានបន្ទូលមកយើងខ្ញុំតាមរយៈព្រះបន្ទូលនៅថ្ងៃនេះអរព្រគុណព្រះអង្គទូលបង្គំអធិដ្ឋាននាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណច្រើនឥឡូវនេះបងប្អូនប្រកាសជាឆ្ងល់ថាហេតុអីបានជាខ្ញុំលើកនៅក្នុងអត្ថបទនៅក្នុងព្រះគម្ពីរអេសាយនៅក្នុងចំពោះទី55នៅក្នុងខ1ដល់ខ13ដែលបងប្អូនរកគ្នាបានអានអំបញ្ញមិញតើអ្នករកឆ្ងល់ទេថាហេតុអ្វីបានជាយើងរៀបចំកម្មវិធីពិសេសវាថាឲ្យចំណងជើងថាមនុស្សរីករាយ2សប្តាហ៍ដែលបងប្អូនរកគ្នាឃើញយើងតុបតែងស្អាតបាទហើយយើងហៅមនុស្សមកច្រើនមកទីនេះហើយបន្តមកទៀតយើងបានប្រាប់ពីដំណឹងល្អនៃសេចក្តីសង្គ្រោះដល់ពួកគាត់ហើយបន្តមកអ្នកដែលខ្ញុំបានចូលនឹងគឺមិនមែនអ្នកបងប្អូន20អ្នកមែនទេបាទហើយបន្តមកទៀតក៏មានអ្នកដែលគាត់ចូលរួមមកបន្ថែមទៀតបានដែលចុះឈ្មោះទឹកសប្តាហ៍មុនបាន2អ្នកបាទហើយថ្ងៃនេះអត់ទាន់ឃើញគាត់មកទេប៉ុន្តែគាត់មកមិនសំខាន់តែយើងនៅតែអធិដ្ឋានសម្រាប់ពួកគាត់ទាំងអស់យល់ទេអ្នកដែលរើសអ្នកដែលហៅគឺជាព្រះអង្គប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំបានគិតដល់បងប្អូននៅក្រុមជំនុំរបស់ផងយើងដែលយើងអញ្ជើញពួកគាត់មកគ្រប់ទាំងកម្មវិធីដោយក្រមហេតុផលមួយឲ្យគាត់បានឮអំពីដំណឹងល្អរបស់ផងព្រះអង្គប៉ុន្តែពេលដែលគាត់ឮភាកច្រើនពួកគាត់ទទួលភ្លាមមានបងប្អូនខ្លះគាត់ឮហើយគាត់ទទួលភ្លាមប៉ុន្តែមានបងប្អូនខ្លះគាត់ឮហើយក៏អត់ទាន់ទទួលទេយ៉ាងម៉េចគឺរងចាំសិនបាទភាកច្រើនគឺគាត់រងចាំបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំបានឲ្យចំណងជើងនៅក្នុងអធិប្បាយនៅនេះថាគឺចូលបដិញ្ញាចិត្តនៅថ្ងៃនេះមានថាចូលសម្រេចចិត្តនៅថ្ងៃនេះសូមកុំរងចាំនៅថ្ងៃស្អែកបាទមានថាយើងឮហើយយើងយល់ហើយយើងអត់ចាំបាច់អូសបន្លាយបាទមានថាយើងសម្រេចចិត្តបដិញ្ញាចិត្តទទួលព្រះអង្គទទួលជឿព្រះអង្គនៅថ្ងៃនេះដោយមិនរងចាំនៅថ្ងៃស្អែកហេតុអីបានជាយើងមិនរងចាំនៅថ្ងៃស្អែកបងប្អូនអត់ចាំបាច់ថាយល់ទាំងអស់ហើយចាំយើងទទួលទេឥឡូវនេះបើទោះជាយើងមិនទាន់យល់អំពីព្រះបន្ទូលទាំងអស់ក៏ដោយប៉ុន្តែយើងទទួលព្រះអង្គសិនអត់ចាំបាច់រងនៅថ្ងៃស្អែកដល់ពេលយើងទទួលព្រះអង្គនៅពេលនោះហើយនាទីនោះហើយដែលធ្វើឲ្យយើងកាន់តែយល់ពីព្រះអង្គមួយថ្ងៃទៅមួយថ្ងៃកាន់តែយល់ហើយកាន់តែរីកចម្រើនប៉ុន្តែបើសិនជាយើងនៅរងចាំនៅថ្ងៃស្អែកយើងនៅតែមិនអាចយល់អំពីសេចក្តីពិតរបស់ព្រះអង្គបាននោះឡើយហើយយើងមួយទៀតយើងក៏អត់ដឹងថាថ្ងៃស្អែកមានអ្វីកើតឡើងមកចំពោះជីវិតយើងដែរអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនរកគ្នាសម្រេចចិត្តបដិញ្ញាចិត្តទទួលព្រះអង្គនៅថ្ងៃនេះដោយមិនរងចាំនៅថ្ងៃស្អែកអញ្ចឹងការសម្រេចចិត្តនៅថ្ងៃនេះគឺជាពេលដែលសំខាន់តើនៅក្នុងខគម្ពីរព្រះអង្គបានមានបន្ទូលយ៉ាងដូចម្តេចនៅក្នុងខ1ខ2បងប្អូនមានព្រះគម្ពីរអានឬក៏បងប្អូនអាចអានខាងលើតោះសូមសំឡេងទាំងអស់គ្នា1 2 3អស់អ្នកដែលស្រែកអើយចូលមកឯទីទឹកចោះឯអ្នកដែលគ្មានប្រាក់អើយចូលមកទិញហើយបរិភោគទៅចូលមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោឥតបងថ្លៃទេខ2ហើយអ្វីបានជាចាយប្រាក់ឲ្យបានតែរបស់ដែលមិនមែនជាអាហារហើយបងកម្លាំងឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះចូលស្ដាប់តាមអញឲ្យអស់ពីចិត្តចោះនោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ដោយម្ហូបយ៉ាងថ្លៃវិសេសអញ្ចឹងព្រះបានមានបន្ទូលយ៉ាងម៉េចថាអស់អ្នកដែលស្រែកទឹកហើយអ្នកដែលគ្មានប្រាក់បងប្អូននៅទីនេះអ្នកណាអត់មានប្រាក់ខ្លះបាទចូលមកទិញហេតុអីបើអត់មានប្រាក់ចូលមកទិញមិនបានទិញអីទិញមានអីទិញបើអត់មានប្រាក់ផងមែនអត់នោះត្រូវមានប្រាក់ទៅចូលទិញបានចូលទិញហើយបរិភោគមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោអត់បងថ្លៃឃើញអត់មកទិញប៉ុន្តែអត់បងថ្លៃទឹកដោះគោស្រាទំពាំងបាយជូរអត់បងថ្លៃត្រង់នេះព្រះបន្ទូលចង់បញ្ជាក់អំពីអីគេបងប្អូនអំពីទឹករស់ចង់មានថាអស់អ្នកណាដែលស្រែកទឹកអ្នកណាដែលត្រូវការជីវិតចង់បានជីវិតអង្កល់នៅនគរឋានសួគ៌ព្រះអង្គបានថាចូលមកបរិភោគចូលមកទទួលអត់បងថ្លៃបងប្អូនគិតថានៅលើពិភពលោកនេះ
មានអ្វីបានដោយទទេដែរទេអត់ទេទាំងអស់គឺត្រូវការបង់ថ្លៃទាំងអស់គឺត្រូវការទិញអត់អាចទៅសុំគេបានទេមែនទេបងប្អូនអញ្ចឹងហេតុអីបានជាព្រះគម្ពីរបាននិយាយថាចូលមកទិញប៉ុន្តែអត់បង់ថ្លៃអញ្ចឹងមានអ្នកណាបងនៅក្នុងនេះគឺព្រះអង្គបានមានបន្ទូលថាមានអ្នកបងថ្លៃឲ្យហើយថ្លៃនៃទឹកដោះគោថ្លៃនៃស្រាទំពាំងបាយជូរមានអ្នកបងឲ្យហើយមានអ្នកទិញឲ្យហើយអ្នកគ្រាន់តែចូលមកហើយទទួលទឹកដោះគោនោះស្រាទំពាំងបាយជូរនោះជាការស្រេចមានអ្នកចេញលុយឲ្យហើយនឹងចង់មានអញ្ចឹងឥឡូវយើងមើលក្នុងយូហានចំពោះទី7ខទី39បងប្អូនអាន1 2 3តែសេចក្តីនេះគឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណដែលអស់អ្នកណាដែលជឿដល់ទ្រង់នឹងត្រូវទទួលត្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយអញ្ចឹងព្រះអង្គបានមានទូលអំពីទឹករស់ចង់និយាយថាអ្នកដែលទទួលទឹករស់មានថាអ្នកដែលទទួលជីវិតអង្កល់អ្នកដែលចង់ទទួលបាននូវជីវិតអង្កល់នៅនគរឋានសួគ៌ធ្វើយ៉ាងម៉េចគឺអស់អ្នកដែលជឿអ្នកដែលទទួលជឿនឹងទទួលបានអីគេជីវិតនឹងទទួលបាននៅអីគេព្រះវិញ្ញាណបរិសុទ្ធនឹងមកគង់នៅជាមួយអញ្ចឹងព្រះអង្គបានមានបន្ទូលអ្នកដែលស្រែកទឹកអ្នកដែលត្រូវការជីវិតបងប្អូននៅទីនេះត្រូវការជីវិតអង្កល់អត់បងប្អូនប្រហែលជាបងប្អូនខ្លះអត់សូវគិតជីវិតអង្កល់ទេយើងគិតតែពីជីវិតនៃផែនដីបច្ចុប្បន្ននេះជីវិតនៅនគរឋានសួគ៌យើងសឹងតែមិនគិតដល់សឹងតែមិនចាប់អារម្មណ៍អញ្ចឹងហើយបានជានៅថ្ងៃនេះព្រះអង្គបានមានថាអ្នកដែលចង់បានជីវិតអ្នកដែលស្រេកទឹកបងប្អូននៅទីស្រេកទឹកអត់ស្រេកទឹកយើងធ្វើយ៉ាងម៉េចយើងគួរតែផឹកទឹកឬក៏គុំផឹកទឹកបើយើងស្រេកយើងត្រូវតែផឹកព្រោះថាខ្លួនយើង70%គឺត្រូវការទឹកមែនអត់ហើយបើយើងអត់ផឹកទឹកទេសុខភាពយើងអត់ល្អទេបាទអញ្ចឹងហើយយើងត្រូវការទឹកគឺជាប្រភពនៃជីវិតតែបើសិនជាបងប្អូនរកគ្នានិយាយថាអូលោកគ្រូខ្ញុំអត់ចង់ត្រូវការជីវិតទេពេលនេះអត់ចង់ក៏ដោយប៉ុន្តែបងប្អូននៅតែត្រូវការដោយខានមិនបានដោយចាំបាច់ត្រូវការជីវិតអញ្ចឹងជីវិតអ្នកណាដែលបានបងឲ្យយើងដែលព្រះអង្គបានមានឧទាហរណ៍ចូលមកទិញហើយបរិភោគមកបាទអ្នកដែលគ្មានប្រាក់ទិញបានតើអ្នកណាដែលបងឲ្យយើងនៅក្នុងព្រះគម្ពីរអេសាយចំពោះទី53ខ4បងប្អូនអានទាំងអស់គ្នា1 2 3ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងជាពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាតើអ្នកណាដែលបានបង់ថ្លៃអំពើបាបជំនួសយើងបាទគឺព្រះយេស៊ូវឃើញអត់អញ្ចឹងហើយបានជាព្រះអង្គបានហ៊ាននិយាយថាចូលមកអ្នកដែលគ្មានប្រាក់អើយចូលមកទិញមកអត់បង់ថ្លៃទេដោយសារមានអ្នកណាបង់ឲ្យយើងគឺព្រះយេស៊ូវបានបង់ថ្លៃនៃអំពើបាបឲ្យយើងអស់ហើយប៉ុន្តែមនុស្សជាច្រើនអត់បានគិតអញ្ចឹងទេពួកគេនៅតែយល់ច្រឡំថាគេធ្វើបុណ្យកុសលគេធ្វើអញ្ចេះគេប្រើកម្លាំងរបស់គេអញ្ចេះដើម្បីគេបានបុណ្យដើម្បីគេបានប៉ុន្តែចាំបាច់ទេបើព្រះអង្គមានបន្ទូលប្រាប់យើងហើយថាមានអ្នកបងឲ្យហើយអាហ្នឹងចុះចាំបាច់អីយើងត្រូវការយកលុយយកទៅបង់មែនទេអត់ចាំបាច់គឺគ្រាន់តែបើកចិត្តទទួលជឿលើព្រះអង្គនោះបងប្អូនរកគ្នានឹងទទួលបានការអត់ទោសរួចពីបាបដោយទទេបាទអត់មានត្រូវការបង់ប្រាក់នោះឡើយដោយសារព្រះយេស៊ូវទ្រង់បានយកជីវិតព្រះអង្គក្នុងការបង់ថ្លៃជំនួសយើងរាល់គ្នានេះហើយគឺជាអ្វីដែលខ្ញុំតែងតែសង្កេតមើលឃើញថាមានបងប្អូនយើងច្រើនមែនទែនដែលពួកគាត់សង្វាតអាហារខាងសាច់ឈាមអាហារសាច់ឈាមមានថារបស់ដែលនៅផែនដីតម្រូវការនៅផែនដីដែលជារបស់ដែលពុករលួយពួកគាត់បានស្កប់ចិត្តតែរបស់ទាំងអស់នោះឲ្យខិតខំពេលខ្លះយើងឃើញថាលះបង់ពេលវេលាកម្លាំងគឺដើម្បីរបស់ដែលនៅខាងសាច់ឈាមរបស់ដែលនៅលើផែនដីនេះជាងបានអាហារដែលខាងវិញ្ញាណជីវិតទៅវិញនេះឲ្យភាពផ្ទុយគ្នាអញ្ចឹងព្រះជាម្ចាស់បានមានបន្ទូលឲ្យយើងថាគឺជាអាហារដែលមិនចេះស្កប់ចិត្តនោះគឺគេបងប្អូនគឺជីវិតព្រះបន្ទូលរបស់ព្រះអង្គគឺជាប្រភពនៃជីវិតគឺស្កប់ចិត្តប៉ុន្តែរបស់ដែលបងប្អូនមានសួរឥឡូវបងប្អូនមានឡានមានផ្ទះមានអីទាំងអស់សួរបងប្អូនដែលស្កប់ចិត្តទេអ្នកមាន
អត់ដែលស្កប់ចិត្តទេអានឹងនិយាយត្រង់ហ្មងមានហើយមានទៀតមានរបស់ហ្នឹងហើយអត់នៅទេឥឡូវបងប្អូនមើលផ្ទះអ្នកមានគ្រប់ទាំងអស់អារបស់ស្អីក៏មានដែរហើយបើសិនជាបងប្អូនមានលុយក្នុងកងធនាគារបងប្អូនសាកមើលអង្គុយតែចុចទូរស័ព្ទទេហេតុអីចុចចេះតែនឹកឃើញថាចង់ទិញនេះហើយអត់ដែរហើយទិញហើយក៏ដោយធ្លាប់ទេបងប្អូនទិញហើយក៏ដោយនៅពេញផ្ទះហ្នឹងនៅតែអត់ស្កប់ទៀតចង់ទិញទៀតតើទេបាទទិញរហូតដល់អីវ៉ាន់ហ្នឹងពេញផ្ទះបាទមិនប្រើទេជួនកាលគ្រាន់តែទិញហើយទុកចោលអត់ប្រើទេហើយសួរថាស្កប់ចិត្តទេអត់ស្កប់ទេបាទហើយមើលទូកៅអៅឡើងពេញឡើងណែនអានឹងខ្ញុំនិយាយត្រង់ផ្ទះខ្ញុំក៏ចឹងឡើងពេញណែនហើយដល់ពងគិតថាពេលណាយកអាវបោះចោលហើយពេលណាយកអីវ៉ាន់នឹងទៅបោះចោលវាណែនពេកអញ្ចឹងហើយវាត្រូវការយើងយកទៅបោះចោលខ្លះពេលខ្លះយើងអាចទុកវាទាំងអស់នឹងបានទេយល់ទេបាទអញ្ចឹងហើយបានជានឹងព្រះអង្គបានមានបន្ទូលប្រាប់បានមានបន្ទូលមកកាន់យើងរាល់គ្នាថារបស់ដែលធ្វើឲ្យយើងស្កប់ចិត្តគឺព្រះបន្ទូលព្រះបាទប៉ុន្តែផ្ទុយមកវិញរបស់ដែលយើងមើលឃើញនឹងភ្នែកគឺជារបស់ពុករលួយវានៅជាមួយយើងបដោះអាសន្នតែប៉ុណ្ណោះហើយបន្ទាប់មកវាមានស្លាបវានឹងហោះចេញពីយើងនៅពេលណាមួយប៉ុន្តែព្រះបន្ទូលព្រះជីវិតអង្កល់ដែលព្រះឲ្យយើងគឺនៅអង្កល់ជានិច្ចនៅពីពេលផែនដីនេះរហូតដល់នៅគោឋានសួគ៌ហើយព្រះបន្ទូលព្រះអង្គមិនដែលធ្វើឲ្យយើងខកចិត្តទេដូចបងប្អូនឃើញជ្រៀងចម្រៀងអំបញ្ញមិញអញ្ចឹងព្រះអង្គមិនដែលធ្វើឲ្យយើងខកចិត្តទេគឺផ្ដល់ភាពស្កប់ចិត្តយើងក្រមែនយើងអត់មែនប៉ុន្តែយើងស្កប់ចិត្តនៅអ្វីដែលយើងមានអាមែនប៉ុន្តែបើសិនជាយើងអត់មានព្រះអង្គអត់មានព្រះបន្ទូលព្រះអង្គយើងអត់ដែលមានអារម្មណ៍ថាស្កប់ចិត្តទេយើងតែងតែមានអារម្មណ៍ថាខ្វះខាតជានិច្ចត្រូវការជានិច្ចហើយរោគបានហើយរោគទៀតរោគហើយអត់ចេះស្កប់តែម្ដងបែរជាបងប្អូនរកគ្នាទៅទីនេះមានបបពិសោធន៍អញ្ចឹងហើយបានជាព្រះអង្គបានមានបន្ទូលថាយ៉ាងម៉េចឥឡូវមើលម៉ាថាយចំពោះទី4ខ4បងប្អូនអានសំឡេងបងប្អូន1 2 3តែទ្រង់មានបន្ទូលតបថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះមកដែរអញ្ចឹងមានថាមនុស្សមិនមែនរស់ដោយសារតែអាហារនំប៉័ងហ្នឹងគឺចង់មានន័យថាប្រែថាអាហារអញ្ចឹងមនុស្សមិនមែនរស់តែអាហារតែប៉ុណ្ណោះទេមនុស្សគឺត្រូវការគេព្រះបន្ទូលព្រះបន្ទូលព្រះតែព្រះបន្ទូលព្រះគឺជាគេបងប្អូនក្តីសង្ឃឹមជាជីវិតជាកម្លាំងរបស់ផងយើងបាទតែបងប្អូនមកគ្នាមើលសឹងតែមិនឃើញថាព្រលឹងវិញ្ញាណរបស់ផងយើងនេះគឺត្រូវការគេព្រះបន្ទូលព្រះអង្គដូច្នេះហើយព្រលឹងរបស់យើងនេះសោះអាក្រក់ដល់ពេលខ្លះយើងអត់សូវបរិភោគព្រះបន្ទូលព្រះអង្គទេអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំបានឲ្យសភៅបងប្អូនរាល់គ្នាព្រះបន្ទូលហ្នឹងគឺដើម្បីឲ្យជួយព្រលឹងបងប្អូនរាល់គ្នាឲ្យមានរសជាតិទឹកឡើងវិញឲ្យមានជីវិតឡើងវិញយល់ទេសូមកុំញ៉ាំតែអាហារខាងសាច់ឈាមបាទតែពុករលួយតែប៉ុណ្ណោះប៉ុន្តែចូលបរិភោគអាហារព្រះបន្ទូលរបស់ព្រះអង្គដែលមានរសជាតិឆ្ងាញ់បាទឆ្ងាញ់ជាងទឹកឃ្មុំទេបងប្អូនចូលចិត្តញ៉ាំទឹកឃ្មុំអត់ទេណាអូបាទចាំឆ្ងាញ់មែនតើប៉ុន្តែមិនមែនអាទឹកឃ្មុំคล้ายៗណាអាគេលក់នៅផ្សារហ្នឹងភាគច្រើនคล้ายៗទេបើចង់ញ៉ាំអាសុតហ្មងឃើញនៅលើដើមត្នោតហើយឡើងទៅហ្មងហ្នឹងហើយអាហ្នឹងសុតហ្មងសុតបាទអាយើងឃើញភ្លាមហើយយើងញ៉ាំអាហ្នឹងគឺជាតិមែនតើបាទអត់ដូចអាទឹកឃ្មុំដែលគេលក់អីវាលាយច្រើនយល់អត់អញ្ចឹងហើយព្រះបន្ទូលព្រះអង្គគឺឆ្ងាញ់ផ្អែមជាងទឹកឃ្មុំទៅទៀតអញ្ចឹងនៅពេលដែលបងប្អូនរកគ្នាបរិភោគទទួលព្រះបន្ទូលរបស់ផងព្រះអង្គនឹងធ្វើឲ្យព្រលឹងវិញ្ញាណរបស់បងប្អូនរកគ្នារីកចម្រើននិងបង្កើតផលផ្លែឡើងបាទអញ្ចឹងហើយបានជាព្រះអង្គបានមានបន្ទូលបង្ហាញប្រាប់យើងថាមនុស្សមិនមែនរស់ដោយសារតែអាហារតែប៉ុណ្ណោះទេគុំដោយសារតែអាហារដែលមិនចេះស្កប់ស្កល់យើងបែរចេញពីព្រះអង្គនោះឡើយបាទតែចូលឲ្យយើងទទួលអាហារខាងឯព្រះបន្ទូលព្រះអង្គដែលមិនចេះស្កប់ស្កល់បាទអញ្ចឹងហើយព្រះអង្គបានមានថាម៉េចនៅពេលដែលយើងទទួលអាហារព្រះបន្ទូលព្រះអង្គគឺមានន័យថាយើងស្ដាប់ដោយអស់ពីចិត្តមានថាយើងចោះចូលទទួលព្រះបន្ទូលព្រះអង្គដោយអស់ពីចិត្តនៅពេលនោះហើយដែលធ្វើឲ្យព្រលឹងរបស់យើងនឹងស្កប់ស្កល់បាទគឺអាហារព្រះបន្ទូលដែលមានអីគេបងប្អូនមានហាក់ដូចជាបើសិនជាប្រៀបធៀបជាម្ហូបគឺមានអរជាតិដែលម្ហូបដ៏ថ្លៃវិសេសដែលគ្មានអ្វីដែលបោកប្រៀបស្មើប្រៀបផ្ទឹមជាមួយព្រះបន្ទូលព្រះអង្គបាននោះឡើយប៉ុន្តែផ្ទុយមកវិញមនុស្សភាគច្រើនឲ្យតម្លៃអាហារខាងសាច់ឈាមហ្នឹងខ្ពស់ជាង
អាហារខាងព្រះបន្ទូលអញ្ចឹងហើយបានជាខ្ញុំឲ្យបងប្អូនរកគ្នាអានគម្ពីរមិញវែងពីខ1ដល់ខ13នេះចង់បញ្ជាក់ថាព្រះបន្ទូលមានតម្លៃណាស់បងប្អូនអានមួយសញ្ជឹងគិតហើយរស់នៅក្នុងជីវិតទើបបងប្អូនដឹងថាតម្លៃនៃព្រះបន្ទូលរបស់ព្រះអង្គគឺថ្លៃពិសេសហើយស្កប់ចិត្តបាទហើយមានអំណរមានសង្ឃឹមអញ្ចឹងហើយបានជាយើងត្រូវបដិញ្ញាចិត្តក្នុងការដែលដើរតាមព្រះបន្ទូលព្រះអង្គដើម្បីឲ្យព្រលឹងរបស់យើងនឹងបាននៅចិត្តព្រះអង្គហើយស្កប់ស្កល់មានតែព្រះអង្គមួយអូខេឥឡូវយើងមើលទៅក្នុងអេសាយចំពោះទី55ខទី3បងប្អូនអានដល់គ្នាខ3 1 2 3ចូលអោនត្រចៀកហើយមកឯអញចូលស្ដាប់ចុះនោះព្រលឹងឯងនឹងបានរស់នៅហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នាជាសញ្ញាដល់នៅអង្គរជានិច្ចគឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ដែលផ្ដល់ដល់ដាវីតអញ្ចឹងនៅក្នុងខនេះព្រះអង្គថាម៉េចចូលអោនត្រចៀកចូលអោនត្រចៀកស្ដាប់អីគេស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីអីដើម្បីឲ្យព្រលឹងយើងបានរស់អញ្ចឹងហើយបានជាបងប្អូនរកគ្នាត្រូវមកថ្វាយបង្គំព្រះអង្គស្ដាប់ព្រះបន្ទូលព្រះអង្គដើម្បីអីគេបងប្អូនឲ្យព្រលឹងរបស់យើងនេះបានរស់មានកម្លាំងមានសង្ឃឹមមានជីវិតបាទអញ្ចឹងដែលព្រះអង្គបានសន្និដ្ឋានថាអរអ្នកណាដែលស្ដាប់តាមចុះចូលតាមជឿតាមព្រះបន្ទូលព្រះអង្គទ្រង់នឹងផ្ដល់អីគេសេចក្តីមេត្តាករុណាស្មោះត្រង់បាទដល់យើងព្រះពរមកដល់យើងអ្នកដែលស្ដាប់ដែលចុះចូលជាមួយនឹងព្រះបន្ទូលព្រះអង្គអ្នកដែលជឿចូលមកជាមួយនឹងព្រះបន្ទូលព្រះអង្គនិងព្រលឹងរស់របស់យើងមានថាព្រលឹងរបស់យើងគឺនឹងទទួលបាននូវជីវិតអង្កល់ជានិច្ចនៅឯនគរឋានសួគ៌ហើយនៅពេលផែនដីនេះបងប្អូនរកគ្នានឹងបានភាពស្កប់ចិត្តនៅព្រះពររបស់ផងព្រះអង្គនិងការសង្គ្រោះរបស់ផងព្រះអង្គនៅលើផែនដីហើយនៅពេលនេះអញ្ចឹងហើយបានជាចំណុចសំខាន់ខ្ញុំបានប្រាប់បងប្អូនថានៅថ្ងៃនេះគឺជាថ្ងៃដែលសំខាន់ហេតុអីបានជាខ្ញុំចង់ឲ្យបងប្អូនរកគ្នាបដិញ្ញាចិត្តសម្រេចចិត្តទទួលព្រះអង្គនៅថ្ងៃនេះហើយជាថ្ងៃដែលសំខាន់គឺមានន័យថាប្រភពនៃព្រះបន្ទូលរបស់ផងព្រះអង្គគឺជាប្រភពនៃជីវិតឥឡូវឧទាហរណ៍បងប្អូនរកគ្នាមានអ្វីៗទាំងអស់ប៉ុន្តែស្រាប់តែបងប្អូនបាត់ជីវិតចឹងរបស់ដែលបងប្អូនមានប្រយោជន៍អត់តើបងប្អូនគួរតែយកជីវិតមុនឬក៏របស់ដែលបងប្អូនត្រូវការមុនមួយណាមុនជីវិតឬក៏របស់ដែលបងប្អូនត្រូវការជីវិតមានជីវិតទើបយើងមានឱកាសក្នុងការប្រើប្រាស់របស់ដែលយើងមានតែបើសិនជាបងប្អូនមានទ្រព្យសម្បត្តិទាំងអស់ស្រាប់តែស្លាប់បាត់ចាក់ចេញអទ្រព្យសម្បត្តិដែលខំរប្រហែលឆ្នាំហ្នឹងហើយសួរថាមានប្រយោជន៍ទេតើអទ្រព្យសម្បត្តិទាំងអស់ហ្នឹងទៅទិញជីវិតមកវិញបានទេបងប្អូនអត់បានទេអញ្ចឹងបងប្អូនឃើញថាបងប្អូនយើងមកប្រទេសនេះគឺពលីជីវិតទី1ដើម្បីភាពស្កប់ចិត្តដើម្បីគ្រប់គ្រងគ្រួសារគ្រប់គ្រងបញ្ហាផ្សេងទៀតនេះហើយគឺជាហេតុផលដែលយើងលះបង់ទាំងអស់ទាំងជីវិតទាំងពលឹងរបស់យើងនឹងទាំងអស់ដើម្បីរកចំណូលទាំងអស់ដើម្បីចិញ្ចឹមគ្រួសាររបស់ផងយើងប៉ុន្តែបងប្អូនត្រូវតែគិតដែរថាអត់ឲ្យវាលើសបាទរហូតដល់យើងលះបង់រហូតដល់បាត់ជីវិតនោះឡើយដោយសាររបស់ដែលមិនចេះស្កប់ចិត្តរបស់ដែលពុករលួយនេះឡើយអញ្ចឹងយើងត្រូវតែគិតថាយើងមិនមែនមានតែរបស់ខាងសាច់ឈាមតែប៉ុណ្ណោះទេព្រះអង្គឲ្យយើងទទួលព្រះបន្ទូលព្រះអង្គដើម្បីធ្វើឲ្យព្រលឹងរបស់យើងនេះមានជីវិតរស់នៅចឹងហើយបានជាថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនរកគ្នាបានបដិញ្ញាចិត្តគម្រោងចាំថ្ងៃស្អែកព្រោះថាអត់ដឹងថាថ្ងៃស្អែកមានអីកើតឡើងចំពោះបងប្អូនហើយនៅខ្ញុំនោះឡើយប៉ុន្តែបើសិនជាបងប្អូនរកគ្នាទទួលព្រះអង្គនៅថ្ងៃនេះនោះបងប្អូននឹងទទួលបាននូវជីវិតអង្កល់ជានិច្ចពីព្រះអង្គសេចក្តីសង្គ្រោះពីព្រះអង្គហើយព្រះអង្គនឹងគង់នៅជាមួយនឹងបងប្អូនហើយនឹងប្រទានពរដល់បងប្អូនរកគ្នានេះហើយគឺជាហេតុផលដែលខ្ញុំចង់ឲ្យបងប្អូនរកគ្នាសម្រេចចិត្តទទួលជឿលើព្រះអង្គនៅថ្ងៃនេះគឺទទួលជីវិតបាទបងប្អូននៅស្ទាក់ស្ទើរនៅគិតសិនមានបងប្អូនច្រើនណាស់ដែលគាត់បាននិយាយដូច្នេះហើយចំណុចទី2គឺខ្ញុំចង់ឲ្យបងប្អូនរកគ្នាបានសម្រេចចិត្តបោះបង់ផ្លូវរបស់ខ្លួនហើយសម្រេចចិត្តដើរតាមផ្លូវរបស់ផងព្រះអង្គឥឡូវយើងមើលក្នុងខ6ខ7បងប្អូនអានដល់គ្នាខ6 1 2 3ចូលស្វែងរកព្រះយេហូវ៉ាក្នុងការដែលអាចនឹងរកទ្រង់ឃើញហើយអំពាវនាវដល់ទ្រង់ក្នុងការដែលទ្រង់គង់នៅចិត្តឥឡូវយើងខ7ហើយនឹងខ8សូមអាន1 2 3ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថាគំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ
ឯផ្លូវរបស់ឯងរកគ្នាក៏មិនមែនជាផ្លូវរបស់អញដែរព្រះអង្គបានមានបន្ទូលនៅក្នុងខ6បងប្អូនឃើញព្រះអង្គឲ្យយើងស្វែងរកអ្នកណាស្វែងរកអ្នកណាព្រះយេហូវ៉ាជាទី1ព្រះអង្គម្ចាស់ជាទី1ប៉ុន្តែមានបងប្អូនយើងច្រើនគាត់យកព្រះអង្គជាទីម៉ានទី4ទី5មកបាទទី4ទី5ព្រះអង្គឲ្យយើងស្វែងរកព្រះអង្គជាទី1កាលណាយើងស្វែងរកព្រះអង្គយើងឃើញអត់យើងឃើញឧទាហរណ៍ដូចខ្ញុំបានឲ្យបងប្អូនអានសៀវភៅនឹងអញ្ចឹងដើម្បីជួយឲ្យបងប្អូនរកគ្នាកាន់តែយល់កាន់តែស្គាល់ព្រះអង្គបងប្អូនអានបងប្អូនធ្វើវាសៀវភៅនេះបងប្អូននឹងឃើញព្រះអង្គបងប្អូននឹងស្គាល់ព្រះអង្គបងប្អូនអធិដ្ឋានបងប្អូននឹងទទួលបានការឆ្លើយតបពីព្រះអង្គប៉ុន្តែអានក៏មិនអានអធិដ្ឋានក៏មិនអធិដ្ឋានអញ្ចឹងសួរថាតើបងប្អូនរកគ្នាស្គាល់ព្រះអង្គតាមណាមានអីធ្វើឲ្យបង្ហាញបង្រៀនបងប្អូនរកគ្នាឲ្យស្គាល់ព្រះបានបើកាពីក៏យើងអត់អានហើយអធិដ្ឋានក៏យើងមិនអធិដ្ឋានសួរថាតើយើងអាចស្គាល់ព្រះអង្គតាមណាបានយើងអាចស្វែងរកព្រះអង្គបានលុះត្រាតែតាមរយៈព្រះគម្ពីរហើយនឹងការអធិដ្ឋានព្រះអង្គនឹងបើកសម្ដែងយើងហើយយើងកាន់តែស្គាល់ព្រះអង្គកាន់តែចូលទៅចិត្តព្រះអង្គគឺនៅពេលយើងចូលទៅចិត្តព្រះបន្ទូលទ្រង់តោះនេះអញ្ចឹងហើយឥឡូវខ្ញុំមើលទៅខ7បងប្អូនមានព្រះគម្ពីរអាចអាននៅក្នុងខ7ដោយសារខ្ញុំបានរៀបចំ slide យើងអានខ7ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួនហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែររួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញនោះទ្រង់នឹងអាណិតមេត្តាដល់គេគឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នាត្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរណ៍អញ្ចឹងព្រះអង្គបានមានថាម៉េចមនុស្សអាក្រក់ចូលឲ្យមនុស្សអាក្រក់បានបោះបង់ចោលផ្លូវដែលខ្លួនសម្រេចចិត្តដើរនោះយើងបោះបង់ចោលផ្លូវអាក្រក់អំពើបាបទាំងអស់នោះហើយយើងបែរមកគេនៅក្នុងខ7គឺបែរមកឯព្រះយេហូវ៉ាគឺផ្ចង់ចិត្តមកចំពោះព្រះអង្គម្ចាស់តែមួយវិញព្រះអង្គនឹងអត់ទោសបាបឲ្យយើងបាទអញ្ចឹងហើយបានជាយើងត្រូវបោះបង់ចោលអំពើបាបដែលខ្លួនបានតោងដែលខ្លួនបានចាប់កន្លងមកនឹងយើងអត់ត្រូវអោបអំពើបាបទៀតទេប៉ុន្តែព្រះអង្គបានមានបន្ទូលថាម៉េចផ្ទុយនឹងការអោបអំពើបាបឲ្យយើងស្វែងរកព្រះនៅពេលនោះបងប្អូនរាល់គ្នានឹងមានជ័យជំនះហើយឈ្នះនៅគំនិតអាក្រក់និងអំពើបាបផ្សេងដែលទាញនាំយើងឲ្យឆ្ងាយពីព្រះអង្គបានអញ្ចឹងហើយបានជានៅក្នុងខ8ដែលបងប្អូនរាល់គ្នាបានអានដើម្បីមិញនេះព្រះអង្គបានថាម៉េចពីព្រោះព្រះអង្គបានមានបន្ទូលថាគំនិតអញមិនមែនដូចជាគំនិតឯងរាល់គ្នាទេឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរឥឡូវបងប្អូនយល់ពាក្យហ្នឹងអត់ពាក្យច្រើនយើងតែងតែមានគំនិតបាទយើងតែងតែមានគំនិតហើយយើងតែងតែគិតថាគំនិតយើងនឹងត្រូវគិតត្រូវយល់ទេត្រូវជាងព្រះខ្ពស់ជាងព្រះល្អជាងព្រះតោះនេះឥឡូវបងប្អូនសួរថាព្រះអង្គបានមានបន្ទូលថាម៉េចគំនិតអញមិនមែនដូចជាគំនិតឯងរាល់គ្នាទេកុំច្រឡំយើងគិតហើយនឹងព្រះគិតគឺខុសគ្នាគឺខ្ពស់នឹងមេឃនឹងដីអត់អាចប្រៀបផ្ទឹមជាមួយនឹងគំនិតព្រះអង្គបាននោះទេអញ្ចឹងសួរថាបងប្អូនតាមគំនិតខ្លួនឯងឬក៏តាមគំនិតដែលជាព្រះបន្ទូលព្រះតាមព្រះបន្ទូលព្រះឬក៏តាមគំនិតខ្លួនឯងមួយណាគំនិតខ្លួនឯងចង់ប៉ុន្តែព្រះបន្ទូលថាអត់ទេកូនគុំអញ្ចឹងសួរមួយណាចង់ខ្លួនឯងឬក៏តាមព្រះអង្គតាមព្រះអង្គបានថាជាគំនិតអញមិនមែនដូចជាគំនិតឯងទេហើយចុះមិនក៏ច្បល់ជាមួយនឹងគំនិតឯងហើយដូចជាគំនិតអញគឺព្រះអង្គមិនមានអញ្ចឹងយល់ទេអញ្ចឹងហើយពេលខ្លះយើងទម្លាក់អាគំនិតរបស់យើងនឹងចោលហើយយើងលើកព្រះអង្គលើកព្រះបន្ទូលព្រះអង្គជាសេចក្តីពិតនឹងជាទី1ព្រះអង្គថាម៉េចឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ឯងដែរព្រះអង្គឲ្យទូបង្គំដើរផ្លូវនេះសូមព្រះអង្គជួយទូបង្គំដើរផ្លូវនឹងផងព្រះអង្គថាអត់ទេកូនខាងឆ្វេងទេអត់ទេទូបង្គំមកចង់ខាងស្ដាំព្រះអង្គថាអត់ទេផ្លូវរបស់អញនេះគឺខាងឆ្វេងទេយើងកំងព្រះអង្គពេលខ្លះយើងកំងច្រើនមែនតើយល់ទេប៉ុន្តែដែលទាំងយើងនេះអត់ដែលកំងទៅតាមព្រះទេយើងតែងតែកំងឲ្យព្រះមកតាមយើងមែនទេភាកច្រើនដូច្នេះហើយនៅថ្ងៃនេះបងប្អូនរាល់គ្នាសូមតាមព្រះអង្គបាទឥឡូវក្នុងខ9បងប្អូនរាល់គ្នាអានមាននៅក្នុងព្រះគម្ពីរខ្ញុំបានដាក់ slide ឥឡូវបងប្អូនអានខ9 1 2 3ត្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណានោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯងហើយគំនិតរបស់អញក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរឃើញទេផ្លូវរបស់ព្រះអង្គមិនគឺខ្ពស់ជាងគំនិតយើងខ្ពស់ជាងគំនិតយើងផ្លូវត្រង់គំនិតត្រង់គឺខ្ពស់ជាងគំនិតយើងអញ្ចឹងសួរថាយើង
យើងយ៉ាងម៉េចយើងឲ្យព្រះអង្គតាមយើងយើងតាមព្រះអង្គយើងតាមព្រះអង្គហើយបើយើងតាមព្រះអង្គមានថាយើងចោះចូលបាទស្ដាប់បង្គាប់ព្រះអង្គទទួលព្រះអង្គយាងមកបាទប៉ុន្តែបើសិនយើងអត់បដិសេធមានន័យថាយើងនឹងគឺគំនិតរបស់យើងនឹងខ្ពស់ជាងព្រះអង្គហើយល្អជាងព្រះអង្គអត់ចាំបាច់មានព្រះអង្គហើយអានេះគឺមានន័យបែបដូចនេះប៉ុន្តែព្រះអង្គចង់មានថាគឺឲ្យយើងបានបន្ទាបខ្លួនហើយយល់ព្រមបើកចិត្តទទួលព្រះអង្គបាទដោយបន្ទាបហើយចូលបែរមករកព្រះអង្គស្វែងរកព្រះអង្គនោះយើងនឹងឃើញឥឡូវមើលក្នុងខ12បងប្អូនអានខ12 1 2 3ត្បិតឯងរកគ្នានឹងចេញទៅដោយអំណរហើយគេនឹងនាំឯងចេញទៅដោយសុខសាន្តឯអស់ទាំងភ្នំធំភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចម្រៀងនៅមុខឯងហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងផ្ទះដៃផងបងប្អូននៅពេលដែលបងប្អូនចោះចូលទទួលព្រះអង្គជាអង្គសង្គ្រោះបងប្អូននឹងមានអីគេនៅក្នុងខ12បងប្អូនចេញទៅដោយអំណរមែនព្រះអង្គនាំបងប្អូនដោយសុខសាន្តគ្រប់ទាំងភ្នំធំភ្នំតូចគ្រប់ទាំងព្រៃទាំងអស់បានផ្ទះដៃបានច្រៀងសរសើរនឹងកើនដល់ព្រះនៃយើងអញ្ចឹងហើយបានជានៅថ្ងៃទី28នៅខាងមុខនេះខ្ញុំចង់ឲ្យបងប្អូនរកគ្នាមានអំណរហើយមានថាចេញពីជីវិតរបស់យើងធ្លាយចេញជាបទចម្រៀងសរសើរនឹងកើនព្រះអង្គខ្ញុំចង់ឲ្យបងប្អូនរកគ្នាបានសរសើរនឹងកើនព្រះអង្គថាគ្មាននរណាដែលខ្ពស់ជាងព្រះអង្គនោះឡើយដូច្នេះហើយយើងបន្ទាបខ្លួនចុះហើយបន្ទាប់មកយើងលើកដង្កើងព្រះអង្គឡើងយើងលើកដង្កើងព្រះអង្គដោយតាមរយៈណាការសរសើរដង្កើងច្រៀងសរសើរដង្កើងព្រះអង្គនឹងឯងផ្ទះដៃសរសើរដង្កើងព្រះអង្គនឹងឯងដោយសារព្រះអង្គជាអ្នកដែលដឹកនាំយើងឲ្យបានសុខសាន្តបាទអញ្ចឹងហើយបងប្អូនរកគ្នាបដិញ្ញាចិត្តដើរតាមព្រះបន្ទូលព្រះអង្គហើយនោះបងប្អូនរកគ្នានឹងមានអំណរប៉ុន្តែខ្លាចតែយើងដាក់ព្រះអង្គនៅខាងក្រោយហើយយើងដឹកព្រះអង្គវិញទេអានឹងទើបយើងវិបត្តិអំណរតើបងប្អូនអញ្ចឹងដើម្បីមានអំណរយើងនៅខាងមុខឬក៏យើងនៅខាងក្រោយយើងនៅខាងក្រោយអ្នកណានៅខាងមុខបាទព្រះអង្គនៅខាងមុខបាទយើងដាក់ព្រះអង្គនៅខាងមុខទើបយើងមានអំណរយើងមានសុខសាន្តហើយយើងច្រៀងសរសើរកើព្រះអង្គបានបើមិនអញ្ចឹងទេលោកគ្រូខ្ញុំជឿអត់កើតបានជាមិនកើតបើយើងតែងតែដាក់យើងនៅខាងមុខហើយព្រះអង្គនៅខាងក្រោយអញ្ចឹងស្ទើរតែស្ទះធំដោយសារគ្រប់ទាំងអស់គឺយើងអ្នកគិតទាំងអស់តោះទេអញ្ចឹងទម្លាក់បញ្ហាហ្នឹងផ្ទេរទៅកាន់ព្រះអង្គហើយដើរតាមព្រះអង្គវិញស្រួលខ្លួនជាងអាមែនអញ្ចឹងនៅក្នុងខ13បងប្អូនបានមានបន្ទូលនៅក្នុងខ13បងប្អូនអានទាំងអស់គ្នា1 2 3នោះនឹងមានដើមកកោះដុះឡើងជំនួសគុំបន្លាហើយដើមឈើថោនឹងដុះឡើងជំនួសអញ្ចាញការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ាហើយសម្រាប់ជាទីសម្គាល់ដល់នៅអង្គររៀងទៅដែលមិនត្រូវការផ្ដាច់ចេញឡើយអញ្ចឹងនគរព្រះគឺជាទីដែលស្ថិតស្ថេរអង្គរជានិច្ចសម្រាប់អស់អ្នកណាដែលយល់ព្រមទទួលជឿលើព្រះអង្គនឹងទទួលបាននៅសេចក្តីសង្គ្រោះនិងព្រះគុណរបស់ផងព្រះអង្គដោយសេចក្តីជំនឿយើងមើលកូរិនថូសខ្សែទី1ចំពោះទី1ខទី27បងប្អូនអាន1 2 3ព្រះទ្រង់បានរើសពួកល្ងងល្ងើនៅផែនដីនេះដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញទ្រង់បានរើពួកកំសោយនៅផែនដីនេះដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស់បងប្អូនយល់កន្លែងហ្នឹងអត់បងប្អូនព្រះអង្គរើសពួកអ្នកដែលល្ងងល្ងើនៅផែនដីហ្នឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់អញ្ចឹងសួរថាតើគាត់នេះល្ងងល្ងើប៉ុន្តែហេតុអីបានជាព្រះអង្គឲ្យលើកអ្នកដែលល្ងងល្ងើហ្នឹងបាទដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្តីខ្មាស់ហើយលើកកពួកអ្នកដែលកំសោយនៅផែនដីហ្នឹងធ្វើឲ្យពួកអ្នកដែលខ្លាំងពូកែមានសេចក្តីខ្មាស់ដែលចង់បញ្ជាក់ថាអ្នកដែលលើកអ្នកដែលល្ងងល្ងើនេះអ្នកដែលលើកអ្នកដែលកំសោយនេះអ្នកណាដែលជាអ្នកលើកគឺព្រះអង្គនៃយើងជាអ្នកលើកអញ្ចឹងធ្វើឲ្យពួកអ្នកឲ្យគេអ្នកប្រាជ្ញធ្វើឲ្យពួកអ្នកខ្លាំងពូកែគេឆ្ងល់បណ្ដោយចុំអានេះក្រហើយចុំមិនក៏វារៀនដល់នេះយល់ទេអានោះមុនកំសត់ទូរគុតគ្មានផ្ទះនៅហើយចុំមិនវាមកដល់នេះអញ្ចឹងវាមកដល់ចំណុចនេះមកដល់ចំណុចនេះដោយសារអ្នកណាអញ្ចឹងយើងអាចធ្វើទីបន្ទាល់ខ្ញុំមកដល់ចំណុចនេះដោយសារខ្ញុំមានព្រះយេស៊ូវដូចជាខ្ញុំបានលើកឡើងឲ្យអ្នកដែលបងប្អូនស្គាល់មកសមខ្ញុំតែងតែនិយាយដែរខ្ញុំថាខ្ញុំដូចបងប្អូនអញ្ចឹងគ្រួសារនិយមទៅនៅជាមួយយាយហើយបន្ទាប់មកទៀតគេមានគ្រួសារអស់គេអត់ខ្វល់ខ្វាយនៅវិហារហ្នឹងហើយនៅវិហារហើយនៅវិហារអត់មានកន្លែងនៅសមរម្យទេបងប្អូនបន្ទប់ទឹកប្រគុណហ្នឹងបាទដេកនៅក្នុងប្រគុណបាទដោយសារអីអាប្រគុណគេចោលហ្នឹងអញ្ចឹង
ដាក់តាខេមួយដេកក្នុងប្រគុណឲ្យជាប់ប្រគុណនឹងម្ដងឬទៅប្រគុណតែម្ដងប៉ុន្តែព្រះអង្គលើកមកដល់ថ្ងៃនេះដឹកនាំមកថ្ងៃនេះដូចខ្ញុំបានប្រាប់នៅក្នុងខគម្ពីរហ្នឹងអញ្ចឹងគឺដោយសារមានព្រះអង្គនឹងឯងអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបងប្អូនថាបងប្អូនកុំតូចចិត្តបងប្អូនល្ងងល្ងើកុំសោយក៏ដោយប៉ុន្តែនៅពេលដែលបងប្អូនមានព្រះគឺព្រះនឹងលើកបងប្អូនស្មើមុខស្មើមាត់ជាមួយនឹងអ្នកធំជាមួយនឹងអ្នកខ្លាំងពូកែដោយសារអីយើងមានព្រះដែលនៅខាងយើងនៅគង់នៅជាមួយយើងកុំខ្លាចតោះណាបាទអញ្ចឹងហើយនេះជីវិតខ្ញុំផ្ទាល់ហើយជីវិតបងប្អូនរបស់គ្នាទីនេះខ្ញុំគិតថាជីវិតបងប្អូនរបស់គ្នាក៏មិនស្រួលប្រមាណដែរប៉ុន្តែនៅពេលដែលបងប្អូនមានព្រះបងប្អូននឹងមានមុខមានមាត់ស្មើនឹងពួកអ្នកខ្លាំងពូកែស្មើនឹងពួកអ្នកប្រាជ្ញទាំងអស់អញ្ចឹងដើម្បីឲ្យពួកគេខ្មាស់ថាអ្នកដែលទាញយើងអ្នកដែលនាំយើងមកដល់ពេលនេះគឺព្រះអង្គម្ចាស់ព្រះយេស៊ូវអញ្ចឹងហើយបានជាខ្ញុំចង់ឲ្យបងប្អូនរាល់គ្នាស្រឡឹងមើលព្រះអង្គជឿលើព្រះអង្គនៅថ្ងៃនេះថាព្រះអង្គដឹកនាំជីវិតបងប្អូនរាល់គ្នាមកដល់ពេលនេះគឺដោយសារប្រគុណព្រះអង្គដោយសារអំណាចព្រះអង្គផ្ទាល់អញ្ចឹងសូមបងប្អូនរាល់គ្នាជ្រាបបទចម្រៀងមួយបទដែលមានចំណងជើងថាដំណើរជីវិតបទដំណើរជីវិតនេះខ្ញុំបានបកប្រែចេញជាបទភាសាកូរ៉េហើយខ្ញុំចង់ជ្រាបបទនេះដោយសារបទជានេះទៅសេទៅគឺប្រៀបដូចជាជីវិតរបស់ខ្ញុំច្រើនអញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនរាល់គ្នាបានទទួលព្រះអង្គថាព្រះអង្គជាអ្នកដឹកនាំជីវិតបងប្អូនដែលនៅសល់មិនដែរឥឡូវបងប្អូនពាក់កណ្ដាលជីវិតហើយមែនទេអញ្ចឹងទុកឲ្យព្រះជាអ្នកកាច់ចកោតជីវិតរបស់យើងវិញអាមែនបាទឥឡូវយើងជឿបទនេះគឺបទដែលមានចំណងជើងថាដំណើរជីវិតហើយយើងជឿបទនេះហើយបន្ទាប់មកយើងនឹងអធិដ្ឋានទាំងអស់គ្នាទៅកាន់ព្រះអង្គហើយខ្លឹមសារនៃបទចម្រៀងនេះគឺជាសារដែលជាអត្ថន័យនៃជីវិតរបស់ខ្ញុំហើយក៏ដូចជាជីវិតរបស់បងប្អូនរាល់គ្នាថ្វាយទៅកាន់ព្រះអង្គទាំងអស់គ្នាតោះយើងជឿទាំងអស់គ្នាចុងភ្នែករបស់ខ្ញុំមានស្នាមជ្រាលជ្រៅហើយក៏មានទាំងភ្នែកហូរជាច្រើនដែរហាំងដូចជាបិណ្ឌភ្នែកតែមួយផ្លែប៉ុណ្ណោះស្រាប់តែបានមកដល់ទីកន្លែងនេះមានថ្ងៃដែលឈឺចាំនៅក្នុងចិនជាច្រើនហើយមានថ្ងៃពេញដោយអំណរផងដែរពេលងាកមើលក្រោយដល់នៅជីវិតខ្លីនេះឃើញសុទ្ធតែជាព្រះកូនរបស់ព្រះទ្រង់ដឹកនាំរាល់ដំណើរជីវិតខ្ញុំរហូតដល់ពេលនេះជាព្រះកូនព្រះអង្គមកដល់ពេលនេះដឹកនាំរាល់ដំណើរជីវិតរបស់ខ្ញុំក្រុមដំណើរដែលនៅសល់របស់ខ្ញុំសូមថ្វាយទៅកាន់ព្រះអង្គរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំដល់ព្រះអង្គទ្រង់រឿងខ្ញុំសូមបងប្អូនរាល់គ្នាបានជ្រាបទាំងអស់គ្នានៅចុងភ្នែកនៅចុងភ្នែករបស់ខ្ញុំមានស្នាមជ្រាលជ្រៅហើយក៏មានទឹកភ្នែកហូរជាច្រើនដែរហាំងដូចជាបិណ្ឌភ្នែកតែមួយផ្លែតប៉ុណ្ណោះស្រាំតែបាមកដល់ទីកន្លែងនេះមានថ្ងៃដែលឈឺចាំនៅក្នុងចិនជាច្រើនហើយមានថ្ងៃពេញដោយអំណរផងដែរព
ពេលងារមើលក្រោយដល់នៅជីវិតខ្លីនេះឃើញសុទ្ធតែជាព្រះកូនរបស់ព្រះទ្រង់ដឹកនាំរដំណើរជីវិតខ្ញុំរហូតដល់ពេលនេះជាព្រះកូនព្រះអង្គមកដល់ពេលនេះទ្រង់ដឹកនាំរដំណើរជីវិតរបស់ខ្ញុំក្រុមដំណើរដែលនៅសល់របស់ខ្ញុំសូមថ្វាយទៅកាន់ព្រះអង្គរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំទៅព្រះអង្គទ្រង់ឬខ្ញុំសូមបងប្អូនរកគ្នាបានបិទភ្នែកហើយនឹងអធិដ្ឋានទាំងអស់គ្នាបងប្អូនរកគ្នាបានន័យថាដំណើរនៃជីវិតរបស់បងប្អូនរកគ្នាហើយនឹងរបស់ខ្ញុំក៏ដោយបងប្អូនមើលកលេចមើលនៅខាងក្រោយរបស់បងប្អូនរកគ្នាសុទ្ធតែជាព្រះគុណរបស់ផងព្រះដែលទ្រង់បានដឹកនាំជីវិតរបស់បងប្អូនរកគ្នាមកដល់ពេលនេះដូច្នេះហើយសូមបងប្អូនរកគ្នាគ្រប់ទាំងដំណើរនៃជីវិតដែលសេសសល់ទាំងប្រមាណសូមថ្វាយដាច់ទៅកាន់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់នឹងទ្រង់ដល់បងប្អូនរកគ្នាទ្រង់នឹងគប់គង់ដល់បងប្អូនរកគ្នាសូមអធិដ្ឋានទៅកាន់ព្រះម្ចាស់ព្រះយេស៊ូវទាំងអស់គ្នាអោព្រះម្ចាស់ដែលជាព្រះឬជាព្រះដែលជាស្ដេចសូមអរគុណព្រះអង្គនៅពេលនេះដែលយើងខ្ញុំរកគ្នាបានចូលមកចំពោះព្រះអង្គអោព្រះអង្គអើយសូមឲ្យយើងខ្ញុំរកគ្នាបានសម្រេចចិត្តបដិញ្ញាចិត្តក្នុងការទទួលព្រះអង្គជាអង្គសង្គ្រោះហើយនឹងសូមឲ្យយើងខ្ញុំរកគ្នាបានចោះចូលជាមួយនឹងព្រះបន្ទូលព្រះអង្គឲ្យយើងស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គហើយយើងខ្ញុំរកគ្នាសូមបានថ្វាយនៅជីវិតដែលសេសសល់ទាំងប៉ុន្មាននៅក្នុងជីវិតរបស់យើងខ្ញុំរកគ្នាថ្វាយទៅកាន់ព្រះអង្គសូមឲ្យទ្រង់បានដឹកនាំហើយសូមទ្រង់បានគប់គង់ដល់ជីវិតយើងខ្ញុំរកគ្នាម្នាក់ៗនិងបងប្អូនយើងខ្ញុំនៅទីនេះសូមសរសើរដល់ការទ្រង់ហើយសូមថ្វាយគ្រប់ទាំងអស់ដាច់ទៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមបងប្អូនរកគ្នាបានអញ្ជើញក្រាបឈរឡើងហើយយើងនឹងច្រៀងបទបញ្ចប់នៃកម្មវិធីរបស់ផងយើងបាទយើងច្រៀងយើងគឺជាព្រះវិហារនៃព្រះបងប្អូនដឹងថាជីវិតបងប្អូនរកគ្នាគឺជាព្រះវិហាររបស់ព្រះអង្គគឺជារូបកាយរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវយើងជាគោរពរបស់ព្រះអង្គម្ចាស់ដែលត្រូវបានហៅឲ្យរស់នៅក្នុងលោកីនេះនៅកណ្ដាលលោកីងងឹងព្រះអង្គបានហៅយើងឲ្យធ្វើជាពន្លឺយើងជាគោរពរបស់ព្រះអង្គម្ចាស់យើងថ្វាយបង្គំដល់ព្រះអង្គម្ចាស់យើងថ្វាយបង្គំដល់ព្រះអង្គម្ចាស់មិនថាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយយើងមិនប្រែប្រួលដោយថ្វាយបង្គំដល់ព្រះអង្គម្ចាស់យើងក៏ថ្វាយបង្គំទ្រង់ដល់ព្រះអង្គម្ចាស់តែមួយប៉ុណ្ណោះព្រះវិហារគឺជាក្តីសង្ឃឹមព្រះវិហារគឺជាក្តីសង្ឃឹមជាសេចក្តីសង្ឃឹមនៅក្នុងលោកីងងឹងមានតែដំណឹងល្អនៃឈើឆ្កាងដែលជួយសង្គ្រោះលោកីនេះព្រះវិហារជាក្តីសង្ឃឹមនៃផែនដីនេះយើងគឺជាព្រះវិហារព្រះអង្គយើងគឺជាព្រះវិហារព្រះអង្គទោះបីពេលជួបជុំឬនៅពេលបែកគ្នាក្តីយើងថ្វាយបង្គំដល់ព្រះអង្គសាហើយផ្សាយដំណឹងល្អព្រះអង្គយើងគឺជាព្រះវិហាររបស់ព្រះអង្គសាសូមចាត់ខ្ញុំទៅសូមចាត់ខ្ញុំទៅនៅ
ការបួងបានមកដល់សូមឲ្យនឹកចាំតែនេត្រារបស់ព្រះអង្គសាសូមសាត់ខ្ញុំទេសូមឲ្យខ្ញុំបានដើរតាមផ្លូវរបស់ព្រះអង្គសាដែរដើរផងដែរផ្លូវរបស់ព្រះអង្គសាដែរដើរផងដែរយល់សូមនៅការที่ทำព្រះអង្គម្ចាស់បើចាប់